ការបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតអ្នកនរគ្នាដឹងហើយថាមនុស្សរាប់លានអ្នកដែលកំពុងប្រើប្រាស់អ៊ីនធឺណិតជារៀងរាល់វិនាទីហ្នឹងមានទាំងអ្នកដែលមានបំណងល្អនិងអ្នកដែលមានបំណងមិនល្អដូចនេះហើយអ្នកប្រហែលคล้ายទៅជាជនរងគ្រោះពីការបោកប្រាស់នៅលើអ៊ីនធឺណិតប្រសិនបើអ្នកមិនដឹងអំពីរបៀបក្នុងការការពារខ្លួនពេលដែលប្រើប្រាស់វាប៉ុន្តែកុំបារម្ភអីព្រោះយើងមានរបៀបសម្គាល់ការបោកប្រាស់នៅលើអ៊ីនធឺណិតរបៀបជៀសវាងនិងអ្វីដែលអ្នកគួរធ្វើនៅពេលដែលអ្នកកំពុងត្រូវបានគេបោកប្រាស់ជាដំបូងខ្ញុំលើកឡើងអំពីរបៀបសម្គាល់ការបោកប្រាស់នៅលើអ៊ីនធឺណិតសិនតើវាផ្ដល់ជូនអ្វីមួយឲ្យអ្នកដោយឥតគិតថ្លៃឬទេជាទូទៅការផ្ដល់ជូនដោយឥតគិតថ្លៃគឺអ្វីដែលល្អស្ទើរមិនគួរឲ្យជឿនឹងគឺជាការបោកប្រាស់ដើម្បីទទួលយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឧទាហរណ៍ថាការធ្វើតេស្តអំពីចរិតលក្ខណៈគឺជាវិធីមួយនៃការប្រមូលទិន្នន័យអំពីអ្នកដែលជាមធ្យោបាយងាយស្រួលក្នុងការទស្សន៍ទាយពីឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់របស់អ្នកផងដែរអ្នកត្រូវបានស្នើឲ្យផ្ដល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនឬទេអាជីវកម្មដែលស្របច្បាប់ភាគច្រើននឹងមិនស្នើសុំព័ត៌មានផ្ទាល់ខ្លួននោះទេដូចជាលេខគណនីពាក្យសម្ងាត់និងលេខសម្ងាត់លក្ខនឹងលក្ខជាដើមហើយតាមរយៈអ៊ីមែលឬក៏តាមសារបណ្ដាញសង្គមនោះទេមួយវិញទៀតហ្នឹងតើវាគឺជាសារតម្រូវឲ្យបញ្ជូនបន្តឬទេសារតម្រូវឲ្យបញ្ជូនបន្តអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់កុំបញ្ជូនវាបន្តទៅកាន់ណាម្នាក់ឬក៏អ្នកដទៃឲ្យសោះមកឥឡូវយើងងាកមកមើលពីរបៀបជៀសវាងអំពីការបោកប្រាស់នៅលើអ៊ីនធឺណិតវិញគិតមុនពេលចុចកុំចុចលើតំណ link ឬក៏ឯកសារភ្ជាប់ទាំង lain ណានៅក្នុង email ដែលគួរឲ្យសង្ស័យជៀសវាងការចុចទៅលើគេហទំព័រដែល load ឡើង pop up ដូចជាពាណិជ្ជកម្មជាដើមអ្នកទំនងជាមិនឈ្នះការប្រកួតឬការបញ្ចុះតម្លៃណាមួយឡើយជាទូទៅសារទាំងនេះមានគោលបំណងប្រមូលព័ត៌មានរបស់អ្នកឬចម្លងមេរោគទៅកុំព្យូទ័ររបស់អ្នកកុំឆ្លើយតបនឹងអ៊ីមែលដែលសួររកព័ត៌មានផ្ទាល់ខ្លួនធ្វើការស្រាវជ្រាវលើឈ្មោះក្រុមហ៊ុនលើអ៊ីនធឺណិតឬក៏សាកសួររកជំនួយពីបងប្អូនឬអ្នកណាដែលអ្នកគិតថាពួកគាត់មានបទពិសោធន៍ខាងផ្នែកនោះមុនពេលផ្ដល់ព័ត៌មានផ្ទាល់ខ្លួនណាមួយអានបន្ថែមនៅព័ត៌មានលម្អិតដែលមាននៅលើអត្ថបទទំព័រនោះអាចនឹងនិយាយអ្នកថាបានឈ្នះ template មួយគ្រឿងប៉ុន្តែប្រសិនបើអ្នកអានបន្ថែមនៅព័ត៌មានលម្អិតដែលមាននៅលើអត្ថបទអ្នកនឹងឃើញថាអ្នកត្រូវបង់ប្រាក់ចំនួន$200ក្នុងមួយខែដើម្បីទទួលបានវាដូច្នេះក៏បីកំតបឬក៏ការធ្វើការផ្ទេរសាច់ប្រាក់ទៅកាន់គេហទំព័រនោះឲ្យសោះអូទេខ្ញុំគិតថាវាគឺជាការបោកប្រាស់តើខ្ញុំត្រូវធ្វើដូចម្តេចប្រាប់បងប្អូនឬក៏អ្នកណាដែលអ្នកគិតថាពួកគាត់មានបទពិសោធន៍ខាងហ្នឹងនឹងអាចទុកចិត្តបានប្រសិនបើអ្នកចាំកាន់តែយូរអ្នកអាចនឹងជួបបញ្ហាកាន់តែធំមួយវិញទៀតហ្នឹងប្រសិនបើអ្នកមានការបារម្ភចំពោះគណនីធនាគារឬក៏កាតឥណទានរបស់អ្នកត្រូវតាក់ទងទៅធនាគារឬក៏ប្រតិបត្តិការកាតឥណទានរបស់អ្នកជាបន្ទាន់ប្រសិនបើអ្នកទទួលបានសារបោកប្រាស់តាមរយៈអ៊ីមែលឬក៏បណ្ដាញសង្គមរបស់អ្នកអាចលុបវាចោលឬរាយការណ៍វាទៅកាន់បណ្ដាញសង្គមរបស់អ្នកហើយបើនៅតែមានទៀតសូមរកជំនួយពីបងប្អូនឬក៏អ្នកណាដែលអ្នកអាចជឿទុកចិត្តបានអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment នៅខាងក្រោមនេះបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ